ស្លាប់ស្នូទឹកជ្រោះរមិញលើថ្មដានៅទឹកជ្រោះទឹកធ្លាក់តំបន់តាតៃស្នូទឹកធ្លាក់បែបធម្មជាតិនេះបងប្អូនលើស្នូហូវូឈូឈូនេះគឺទឹកហូរនៅតំបន់តាតៃទឹកធ្លាក់ហៅទឹកធ្លាក់ទឹកហូរធ្លាធំមិនមែនហូរចុះពីភ្នំខ្ពស់មកទេហូរនៅក្នុងចលងប៉ុន្តែដោយសារកម្លាំងទឹកហូរខ្លាំងលាន់ស្នូយើងនៅប្រហែលជា200ម៉ែត្រក៏លើស្នូដល់ដែរនេះបងប្អូនទេសចរក្នុងស្រុកយើងមកលេងមានអ្នកជិះម៉ូតូមកមានអ្នកជិះឡានមកមានក្នុងផ្លូវផ្សារនេះស្នូទឹកជ្រោះធ្លាក់អាចមើលនេះមកសារទឹកសដាស់ទៅពណ៌ប្រាក់បាទនេះសំឡេងស្នូទឹកធ្លាក់សំឡេងស្នូទឹកធ្លាក់នៅនឹងមាត់ជ្រោះតែម្ដងហើយទឹកធ្លាក់បន្សល់សពងនេះគឺស្នូទឹកធ្លាក់នៅតំបន់តាតៃហៅទឹកធ្លាក់ជ្រោះតាតៃហើយទឹកកន្លែងនេះទឹកឬខ្ពស់ជាងកន្លែងផ្សេងប្រមូលឆ្ងាយពីស្ពានហើយមានអ្នកទេសចរក្នុងស្រុកគាត់អាចមកដល់ទីនេះបានដោយចូលមកក្នុងច្រកផ្លូវចូលមកលេងទឹកនេះប៉ុន្តែមកដល់កន្លែងទឹកនេះទេនៅប្រហែលជា200-300ម៉ែត្រពីកន្លែងដាក់ឡានអញ្ចឹងមកខ្លួនអាចធ្វើដំណើរមកតាមផ្លូវថ្មើរជើងហើយអាចមកលេងនៅទឹកជ្រោះបានឥឡូវយើងទៅមើលទិដ្ឋភាពទឹកជ្រោះតែមានបងប្អូនក្នុងស្រុកទៀតគាត់មកលេងទឹកជ្រោះនៅល្បាក់លើហូរធ្លាក់ទៅខាងក្រោមខ្ពស់ដល់ទឹកជ្រោះនេះអាចប្រហែលកម្ពស់បាន20-30ម៉ែត្រដែរតែវារៀងធ្លាក់ចុះរៀងទេវាអត់ធ្លាក់បែបចោលហើយមានបងប្អូនnhiềuទេសចរក្នុងស្រុកយើងមកលេងធំៗមកnè mà đi luônនេះគឺជាសម្រស់ទឹកធម្មជាតិនៅជ្រោះទឹកធ្លាក់តាតៃនៅផ្នែកខាងលើអានេះទឹកធ្លាក់ទៅផ្នែកក្រោមទឹកហូរទៅបាញ់តែម្ដងទឹកហូរធ្លាក់លាន់ស្នូវូនេះនៅលើមាត់ទឹកជ្រោះនេះមានកញ្ចក់នៅនេះគឺកញ្ចក់តាមទឹកជ្រោះនៅម្ខាងទឹកជ្រោះទេសម្រាប់nhiềuទេសចរយើងទៅមកហើយអង្គុយលេងលើកញ្ចក់ហ្នឹង
នៅខាងនោះគឺកន្លែងទឹកលេងណាអាចឆ្លងទៅលេងដល់ខាងនោះទឹកស្នូនេះក៏ហូរពុះខ្លាំងដែរនេះនៅទឹករៀងស្ងប់តែមានផ្ទៃលាបតែគេអាចចុះទៅលេងបានទឹករាក់ៗដែរទេប៉ុន្តែបើចុះទៅល្បាក់ខាងក្រោមនេះអូបាទក្រោមនោះទឹកជ្រៅខ្លាំងក្រោមនោះទឹកជ្រៅខ្លាំងពុះហើយទៅ30 ម៉ែត្រ